ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបងប្អូនគ្រាន់តែមើលក្បាលវីដេអូក៏ដឹងថាអូនចង់ធ្វើអីដែរមែនអត់យកពីងប៉ោះពីផ្លែយកមកចិតចឹងមកមួយផ្លែចិត6ចំណិតញ៉ាំរៀមជូរតិចក៏ចិតវាជាចំណិតចឹងមកលើកទី1ហើយដែលអូនធ្វើមុខម្ហូបនេះហ៎តាំងពីអូនធំឡើងមកអូនមិនដែលទេធ្វើម្ហូបនេះហ៎ហើយចំណែករសជាតិវិញក៏អត់ទាន់ដឹងដែរព្រោះអីអត់ទាន់បានញ៉ាំពេញប៉ននេះគឺល្អមែនតើអូនក៏ដាក់រៀងច្រើនបន្តិចទៅហើយចំពោះតម្លៃវិញក៏អូនចិត្តរៀងក្តាប់ជាឯងអាទូចក្តាប់ចឹងនិយាយថាវាសាច់វាឡើងស្អិតហ្មងស្អិតហើយផ្អែមឆ្ងាញ់ទៀតហើយបងប្អូនដល់មិញដឹងហើយយាយថាអូនកំពុងតែចង់ធ្វើអីសាក់ទាយមើលម្ចាស់ខ្ទឹមម្ចាស់អីណែដាក់សក្តិសក្រូចដេញយកម្ឆាជាមួយនឹងខ្ទឹមចឹងមកបន្ទាប់មកក៏ដាក់ទឹកមកល្មមតាមតម្រូវការដាក់មកក៏ដាក់គ្រឿងប៊ីចេងអីហ្នឹងក៏ដាក់គ្រឿងអីហ្នឹងក៏ដាក់នេះច្រើនដែរអូនដាក់ប៊ីចេង1ស្លាបព្រាហើយអំបិលវិញក៏អូនដាក់2ស្លាបព្រាបាយព្រោះអីអូនធ្វើនេះច្រើនដែរហើយចំណែកស្ករវិញក៏ដាក់1ស្លាបព្រាបាយដែរទឹកពុះក្រួអញ្ចឹងណាអូនក៏ដុសទឹកវាដាក់ត្រាំទឹកអំពិលទុំមិញហ្នឹងក៏អូនភ្លេចថនយកទឹកវាដាក់ត្រាំអំពិលទុំចឹងមកហើយក៏អូនចាប់ដើមកូរវាបន្តិចសិនហើយនេះអ្នកបន្លែបងប្អូនដឹងហើយតើថាអូនចង់ស្លអីប៉ុណ្ណឹងបើមិនដឹងទៀតគឺចម្លែងស្លរៀងឆ្នាំងធំបន្តិចហើយព្រោះអីងាយស្រួលនឹងកាត់កូរធ្វើការកូរវាពីរដងចឹងមកហើយក៏ចាក់ទឹកអំពិលចូលទឹកអំពិលដែលបានត្រាំអំបិញមិញហ្នឹងហើយមានអីទៀតទៅគឺកូរវាម្ដងទៀតទៅឥឡូវចាប់ដើមវាពុះខុហើយក៏បន្ថែមជាមួយនឹងត្រីរបស់យើងហើយយើងកូរវាតិចចឹងមកកូរតិចបានហើយកុំកូរខ្លាំងពេកព្រោះខ្លាចបាច់សាច់ត្រីអូនិយាយថាពីក្លិនឈ្ងុយវិញគេថាឈ្ងុយឈ្ងប់តែម្ដងឈ្ងុយយ៉ាងនេះហើយដាក់ប៉ុណ្ណឹងហើយអូនក៏យកពេញប៉ោះយកមកដាក់ក្រោយគេយើងដាក់មុនគេអីហ្នឹងគឺវារលួយចឹងយើងដាក់ក្រោយគេចាស់ហើយនេះណាបងប្អូនអំពមេងសម្លអូនបានឆ្អិនរួចរាល់ហើយក៏បន្ថែមជាមួយនឹងម្អមជីរណាតិចមកកាន់តែមានក្លិនឈ្ងុយឈ្ងប់ទៀតហើយកវាទៀតចឹងមកមិនដឹងតែឈ្ងុយហ្មងតិចទៀតគឺភ្លក់ហើយចង់ដឹងថារសជាតិវាយ៉ាងម៉េចដែរដល់ទូភ្លក់ឲ្យសក់ផ្លុំតិចសិនផ្លុំសិនអូរសជាតិឆ្ងាញ់ហើយឡើយវាល្អមើលតែប៉ុណ្្នឹងឯងបាយ